សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាអំពី limit រៀង0 0ករណីដែលយើងត្រូវធ្វើការចែកភូមិធាតុពីម្ដងចាអញ្ចឹងចំពោះ limit រៀង0 0វិធីនៅក្នុងការដោះស្រាយមាន3គឺទី1ដាក់ជាផគុណកតាទី2សម្រួលទី3ករណី limit ថ្មីចាឥឡូវយើងចូលមកកាន់លំហាត់គំរូរបស់យើងចាអញ្ចឹងទី1ករណី limit x ខិតទៅរក1នៃ x ការ៉េបូក 3x ដក4ចែកជាមួយនឹង x ការ៉េដក1តែគ្រូធ្វើការចំណុចលេខ1ចូលទៅកាន់កន្សោមរបស់យើងចាអញ្ចឹងបាន1ការ៉េបូកជាមួយនឹង3គុណជាមួយនឹង1ដក4ចែកនឹង1ការ៉េដក1ចានេះកាត់នេះណាចាអញ្ចឹង1ការ៉េនេះបាន1ហើយ3គុណ1បាន3ដក4ខាងក្រោមគឺ1ដក1ណាអញ្ចឹង1បូក3នេះ4ដក4គឺឃើញ0 1ដក1ក៏ឃើញ0ដែរអញ្ចឹងយើងជាប់រៀងមិនកំណត់គឺរៀង0នៅ0ចាបន្តមកទៀតនេះគឺយើងនឹងយកភាគយកហើយនឹងភាគបែររបស់យើងមកបំបែកជាផលគុណកតាតាមវិធីការចែកពហុធាតុចឹងចំពោះការចែកពហុធាតុយើងត្រូវដឹងថាតើកតាដែល x ដក a របស់យើងគឺស្មើអីចឹងដោយសារតែយើង x ខិតទៅរក1ចឹង x ដក a របស់យើងគឺវាត្រូវស្មើជាមួយនឹង x ដក1ចឹងអ្នកគ្រូយកទាំងភាគយកទាំងភាគបែរមកចែកពហុធាតុជាមួយនឹង x ដក1ចាអញ្ចឹងយើងបានចឹងយើងបានចាប់ដើមចែកទៅ x ការ៉េដក4យើងយកទៅចែកជាមួយនឹង x ដក1ចាយើងធ្វើការចែកជាមួយគ្នាចឹង x ការ៉េចែកនឹង x ខ្ញុំគិតនៅខាងក្រៅមកបើសិនជាអ្នកនរគ្នាស្ទាត់ហើយដាក់មកណាចឹង x ការ៉េចែកនឹង x គឺបាន x ចឹងនេះគ្រូដាក់ x នៅផលចែកនេះកន្លែងផលចែកណាវាតួចែកវាតំណាងចែកតោះចាប់ដើមគុណឡើង x គុណ x បាន x ការ៉េសញ្ញាបូកយើងលើកមកដើម្បីទូទាត់មួយអង្គខាងនេះអ្នកគ្រូបដូរជាសញ្ញាដកឲ្យហើយណាស្រួល x នេះគុណជាមួយនឹងដក1អញ្ចឹងបានដក x អ្នកគ្រូលើកមកបដូរសញ្ញាទៅជាបូក x អ្នកគ្រូបូកអង្គអញ្ចឹងការ៉េនេះអ្នកគ្រូស៊ីសងជាមួយដក x ការ៉េគឺ0ហើយបូក 3x បូកជាមួយ x បានបូក 4x អ្នកគ្រូធ្វើការតម្លាក់ដក4ចុះមកខាងក្រោមចាយើងចែកតទៀតអញ្ចឹងយើងយក 4x ចែកជាមួយនឹង x 4x ចែកនឹង x ចឹងយើងចែកមកបាន1គុណ4អញ្ចឹង4របស់យើងសញ្ញាបូកចឹងដាក់បូក4តោះគុណ4គុណ x បាន 4x លើកទៅបដូរទៅជាសញ្ញាដកបានដក 4x បូក4នេះគុណជាមួយនឹងដក1បានដក4លើកទៅបដូរជាសញ្ញាបូកបានបូក4នេះគ្រូបូកអង្គបូក 4x ដក 4x 0ដក4បូក4ក៏ស្មើ0ដែរចាំមានថាភាគយករបស់យើងនេះ x ការ៉េបូកជាមួយនឹង 3x ដក4ស្មើជាមួយនឹងផលចែកគុណជាមួយនឹងតួចែកស្មើនឹង x ដក1កតាឲ្យ x បូក4ចាអញ្ចឹងនេះគ្រូដាក់សិនជា limit x ខិតទៅរក1ចានេះគ្រូដាក់ចំនួនកន្សោមភាគយកដោយ x ដក1កតាឲ្យ x បូក4ចំពោះភាគបែរក៏យើងអាចចែកពហុធាតុបានដែរបើសិនជាយើងឃើញថាចូលរូបមន្តស្រួលចូលរូបមន្តចង់ណាតែដោយសារតែថ្ងៃនេះអ្នកគ្រូបរៀនពីរបៀបចែកពហុធាតុអញ្ចឹងសូម្បីតែចូលរូបមន្តក៏យើងអាចចែកពហុធាតុបានដែរតោះមកចែកជាមួយគ្នាអ្នកគ្រូយក x ការ៉េដក1ចុះតែចែកជាមួយនឹង x ដក1តោះដូចបំបញ្ញមិញ x ការ៉េចែកនឹង x បាន x គុណឡើង x គុណ x បាន x ការ៉េសញ្ញាបូកយើងលើកទៅបដូរទៅជាសញ្ញាដក x ការ៉េ x គុណជាមួយនឹងដក1បានដក x លើកទៅបានបូក x វិញចាយើងបូកអង្គដក x ការ៉េបូក x ការ៉េគឺស្មើ0ដល់ពេលពីតួនេះ x និងដក1គឺមិនអាចដកគ្នាបានទេអញ្ចឹងយើងទម្លាក់ទាំងអស់ចាបន្តមកទៀតយើងឃើញថាខាងតំណាងចែកហើយនិងខាងតួចែកមានតម្លៃដូចគ្នាអញ្ចឹងយើងបច្ចេកវិញឆ្កែទៅយើងដាក់លេខ1តែម្ដងណាមកវាស្មើគ្នាបែបហ្នឹង
បន្ទាប់ពីចែកបានហើយយើងធ្វើការចំនួនដោយយកxក្រេដក1នេះស្មើជាមួយនឹងផលចែកគុណជាមួយនឹងតួចែកចាអញ្ចឹងតួចែករបស់គ្រូគឺ x ដក1ហើយផលចែកដែលគ្រូចែកបានគឺ x បូក1ចាយើងឃើញទេរបៀបនៃការកណនាមកការអាចផលគុណកតារបស់យើងដូចជាមួយនឹងការប្រើប្រមូលរបស់យើងដូចគ្នាដែរអត់ខុសគ្នាទេបន្តមកទៀតយើងចាប់ផ្ដើមធ្វើការសម្រួលចាជំហានទី2យើងធ្វើការសម្រួលកតាដែលនាំ0គឺ x ដក1ឧសម្រួលលើក្រោមហើយកន្លែងនេះអ្នកទាំងគ្នាមិនចាំដាក់កន្សោមលីមីតថ្មីក៏បានយើងធ្វើការចំនួនចូលក៏បានដើម្បីកាត់បន្តិចណាកុំឲ្យច្រើនពេកចឹងនេះគ្រូចំនួនចូលកន្សោមដែលនៅសល់គឺ1បូក4គ្រូចំនួនចូលកន្លែងនេះទៀតបាន1បូក1ចាយើងកណនាមក1បូក4បាន5អញ្ចឹង1បូក1បាន2អញ្ចឹងចម្លើយរបស់យើងគឺឃើញ5និង2ចាយើងចូលមកលំហាត់គំរូទី2មកគំរូទី2នេះយើងនឹងចំនួនរៀនជាមុនសិនថាតើវាជាប់រៀន0ឬ0ដែរឬទេចឹងនេះគ្រូយក3ទៅចំនួនចូលកន្សោមចឹងបាន3សេគុណ3ដកឲ្យ3គុណជាមួយនឹង3ស្វ័យគុណ2បូកជាមួយនឹង3ដក3ខាងក្រោមនេះគ្រូចំនួនលេខ3ចូលដូចគ្នាដែរចឹង2គុណជាមួយនឹង3ស្វ័យគុណ2ដក7គុណជាមួយនឹង3បូក3តោះយើងចាប់បានកណនាចឹង3ស្វ័យគុណ3នេះស្មើជាមួយនឹង27ណា3សេគុណ3ស្មើនឹង3គុណនឹង3គុណនឹង3ចឹងយើងគុណបន្តគ្នាទៅបាន27ដល់ពេល3សេគុណ2នេះ9 9 3ដងក៏27ដែរ27បូក3ដក3អានេះ3ការ៉េស្មើជាមួយនឹង9 9 2ដងគឺ18ដក7គុណ3ស្មើ21ហើយបូកជាមួយនឹង3តោះជាងកណនាមកចឹង27ដល់27 0 3ដងនេះក៏0ដែរចឹងខាងលើ0ហើយខាងក្រោម18បូក3ស្មើ21 21ដល់21ក៏0ដែរចឹងយើងជាប់រៀងមិនកំណត់0ឬ0ចាំបន្តមកទៀតនេះយើងនឹងធ្វើការយកភាគយកនិងភាគបែងចែកជាមួយនឹងកតានាំ0ចឹងកតានាំ0ដោយសារតែ x របស់យើងខិតទៅរក3អញ្ចឹង x ដក a របស់យើងវាត្រូវស្មើជាមួយនឹង x ដក3អ្នកគ្រូយកភាគយកនិងភាគបែងចែកជាមួយនឹង x ដក3ចឹងយើងភាគយករបស់យើងគឺ x គីដកឲ្យ 3x ការ៉េបូកជាមួយនឹង x ដក3យើងយកទៅចែកជាមួយនឹង x ដក3តោះយើងចែកជាមួយគ្នា x គីចែកជាមួយនឹង x បាន x ការ៉េចឹង x ការ៉េគុណជាមួយនឹង x វិញបាន x គីបដូរទៅជាសញ្ញាដក x គីប x ការ៉េគុណជាមួយនឹងដក3បានដក 3x ការ៉េចឹងខ្ញុំលើកមកបានបូក 3x ការ៉េបូកអង្គណា x គីបដក x គីប0ដក 3x ការ៉េបូក 3x ការ៉េក៏0ដែរណា0ចឹងយើងនៅសល់កន្សោមរបស់យើងគឺ x ដក3យើងតម្លាក់ចុះមកទាំងអស់អ្នកឃើញតំណាងចែកនិងតួចែកគឺឃើញដូចគ្នាមែនអត់ចឹងអ្នកទាំងនេះដាក់បូក1មកណាគឺចែកទៅគឺបាន1ចានេះគ្រូតទៅខាងក្រោមចឹងខាងក្រោមរបស់យើងគឺភាគបែងរបស់យើងគឺ 2x ការ៉េដកជាមួយនឹង 7x បូក3ជាងក៏យកទៅចែកជាមួយនឹង x ដក3ដូចគ្នាដែរនេះវាមានគុណ2អញ្ចឹង 2x ការ៉េចែកជាមួយនឹង x បាន 2x ធ្វើផលធៀបដូចអ្នកគ្រូបរៀនពីមុនមកណាអញ្ចឹង 2x គុណជាមួយនឹង x នេះបាន 2x ការ៉េយើងលើកទៅយើងប្រូតទៅជាសញ្ញាដក 2x ការ៉េ 2x នេះគុណជាមួយនឹងដក3បានដក 6x យើងលើកមកបានបូក 6x យើងបូកអង្គ 2x ការ៉េដក 2x ការ៉េគឺ0ហើយដក 7x បូក 6x នឹងសល់ដក x ហើយយើងតម្លាក់បូក3ចុះបើសិនជាករណីអ្នកទាំងនេះឃើញមកសញ្ញាផ្ទុយគ្នានេះគេណា1បូក1ដក1ដក1បូកអញ្ចឹងផលចែកវិញគឺដក1ឬក៏អ្នកទាំងនេះចង់គុណចែកទៅទៀតក៏បានដែរទៅឃើញនឹងទៅឃើញ0ដូចគ្នាដែរអានេះបើសិនជាដូចគ្នាបែបបាត់ដាក់បូក1តែបើសិនជាសញ្ញាផ្ទុយគ្នាដាក់ដក1ចាអញ្ចឹងមានន័យថាកន្សោមភាគយករបស់យើងនេះគឺ x គីបដកឲ្យ 3x ការ៉េបូក x ដក3ស្មើជាមួយនឹងផលចែកគុណជាមួយតំណាងចែកអញ្ចឹងផលចែករបស់យើងគឺ x ការ៉េបូក1ហើយតួចែករបស់យើងគឺ x ដក3ដល់ពេលកន្សោមភាគបានខាងក្រោម2x ការ៉េដក 7x បូក3
ស្មើជាមួយនឹងផលចែកគុណជាមួយនឹងតួចែកដូចគ្នាដែរចឹងយើងបាន x ដក3កតាឲ្យ 2x ដក1ចឹងអ្នកគ្រូនឹងយកកន្សោមទាំងពីរនេះជំនួសចូលទៅកន្លែង limit របស់យើងចឹងអ្នកគ្រូជំនួសចូលទៅចាចឹងវាយកជំនួសដោយx ដក3កតាឲ្យ x ការ៉េបូក1ចំពោះពីបាយយើងជំនួសដោយ x ដក3កតាឲ្យ 2x ដក1ចាបន្តមកទៀតយើងធ្វើការសម្រួលកតាដែលដូចគ្នាចោលគឺ x ដក3លើនិងក្រោមគឺដូចគ្នាហើយយើងនឹងជំនួសលេខ3ចូលទៅកាន់កន្សោមនៅសល់នេះគូយក3ទៅជំនួសចូលទៅបាន3ការ៉េបូក1ខាងក្រោមជំនួស3ចូលទៅ2គុណនឹង3ដក1អញ្ចឹង3លើជាការ៉េនេះស្មើ9 9បូក1ខាងក្រោម2គុណនឹង3បាន6 6ដក1អញ្ចឹងយើងកណនីតទៀត9បូក1បាន10 6ដក1ស្មើ5អញ្ចឹង10អាចចែកទាំង2បានគឺស្មើនឹងចា10អាចចែកទាំង5បានគឺចំណុចយើងស្មើនឹង2ចាប់បន្តមកទៀតយើងចូលមកលំហាត់គំរូលេខ3គេឲ្យយើងកណនី limit x ទៅដល់1នៃ x គីបដកឲ្យ 3x បូក2ចែកជាមួយនឹង x ការ៉េបូក x ដក2ចាអូខេនេះគ្រូនឹងយកតាំងភាគយកតាំងភាគបាយចែកជាមួយនឹងកតាមួយដែលជាកតានាំ0អញ្ចឹងកតានាំ0របស់យើងកាលណា x ខិតទៅរក1អញ្ចឹងកតានាំ0របស់យើងគឺ x ដក1ចាដក a ណាកុំសិនតោះឥឡូវយើងចាប់ផ្ដើមចែកជាមួយគ្នាអញ្ចឹងនេះគ្រូយកភាគយករបស់នេះគ្រូគឺ x គីបដកឲ្យ 3x បូក2យកទៅចែកជាមួយនឹង x ដក1 x គីបចែកជាមួយនឹង x បាន x ការ៉េណា x គីបចែកជាមួយនឹង x យើងសម្រួលអស់មួយកតាទៅបាន x ការ៉េចឹងនេះគុណឡើង x ការ៉េគុណ x បាន x គីបសញ្ញាបូកលើកទៅប្រូសជាសញ្ញាដកបានដក x គីប x ការ៉េគុណជាមួយនឹងដក1បានដក x ការ៉េលើកទៅអង្គទី2ប្រូសជាសញ្ញាបូកគឺបូក x ការ៉េបូកអង្គ x គីបដក x គីប0អានេះស្វ័យគុណ1អានេះស្វ័យគុណ2 x ស្វ័យគុណខុសគ្នាមិនអាចបូកចូលគ្នាបានទេអញ្ចឹងយើងទម្លាក់ចុះមកក្រោមតាមលំដាប់របស់ដឺក្រេចាគូទម្លាក់ចុះមកក្រោមអញ្ចឹងអ្នកគូចែកតទៀត x ការ៉េនេះយកមកចែកជាមួយនឹង x នេះបាន x ចាគុណឡើង x គុណ x បាន x ការ៉េលើកទៅបានដក x ការ៉េ x នេះគុណជាមួយនឹងដក1បានដក x លើកទៅបានបូក x នេះក៏បូកអង្គ x ការ៉េដក x ការ៉េ0ដក 3x បូក x សល់ដក 2x ហើយយើងទម្លាក់បូក2ចុះបន្តមកទៀតឯគ្រូធ្វើការចែកបន្តទៀតដក 2x ចែកជាមួយ x បានដក2ចាបន្តមកទៀតនេះគ្រូចាប់ដើមយកដក2គុណជាមួយ x បានដក 2x ចឹងលើកទៅបានបូក 2x ដក2គុណនឹងដក1បានបូក2លើកទៅបានដក2យើងបូកអង្គចា0នេះក៏0ដែរចាអញ្ចឹងអ្នកគ្រូឃើញថា x គីបដកជាមួយនឹង 3x បូក2របស់អ្នកគ្រូគឺស្មើជាមួយនឹងផលចែកគុណជាមួយនឹងតួចែកគឺ x ដក1កតាឲ្យ x ការ៉េបូក x ដក2បន្តមកទៀតនេះគឺយើងឃើញថាផលចែកដែលយើងចែកបានជាមួយនឹងតួចែកខាងក្រោមនេះគឺដូចគ្នាហើយបែបបិទហើយចាចុះបើដូចគ្នាបែបបិទអញ្ចឹងអ្នកគ្រូអត់ធ្វើការយកអាភាគបាយនេះមកបំបែកតទៀតទេដោយសារតែអ្នកគ្រូឃើញថាអាហ្នឹងវាដូចគ្នាអាចសម្រួលគ្នាចោលបានចាមិញផ្លេចចំណុចរៀងកុំផ្លេចចំណុចរៀងផងណាគឺឃើញរៀង0 0ចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមចំណុចភាគយកចាប់ភាគយករបស់អ្នកគ្រូចំនួនដោយ x ដក1កតាឲ្យ x ការ៉េបូក x ដក2ភាគបាយរបស់អ្នកគ្រូក៏ដូចគ្នាដែរ x ការ៉េបូក x ដក2ចាអញ្ចឹងអ្នកគ្រូអាចធ្វើការសម្រួលកតាដូចគ្នាចោលគឺកន្សោមនេះនិងកន្សោមនេះដូចគ្នាណា
Chắc là bây giờ dương sầm đủ tới dương phải ca chân nụ limit bao dương thay bây giờ để dương chân nụ lị mùi trâu tới cho bây giờ chỉ muối đọ mùi trong mũi đọ muối cứ mà nắng cha dương to một căn ở lòng hạt cầm rù lệ buôn và tỏ tiết chắc cho một lòng hạt cầm rù lệ buôn ấy dương phải ca chân nụ lị muối trâu tới căn riêng ở trên sân chẳng bạn 4 con cho mùi nồng mùi xoay con pra muối đọ ở pram con cho mùi nồng mùi xoay con pram bộ mùi chai cho mùi nồng muối đọ ở muối lựa chi cả này trong một tiết ở dương chọc đam kẹt liếm á trong mùi sẽ con pra muối next ba muối mùi con được 4 bạn 4 đó mùi sẽ con pram bàn muối mùi con được pram bán bộ mùi trong phút gần cái đó mùi đậu muối cứ ba xôn được chi cái đấy cứ xôn được đại chẳng ở buôn bộ muối pram đậu pram cứ xôn cái đó có xôn này chẳng thì bàn chọc đi mình cầm nót cứ xôn chắc tôi bây giờ tôi ca trong nụ riêng háo dương tờ đồ cái ta muối đã chỉ cái ta làm số cũng cứ cái ta ít đậu mùi sao ít cái đậu mùi á chắc ít đậu mùi ok chắc đã xa ta xem lần mới video cho mình này cái đồ được xa ta video và chứ nhưng cái ta dương mình ít được cái chắc như ai chặt ít chỉ cái ta mùi bàn á là mấy cái đồ mà ca trai cùng thiêu bao giờ nó có bao nhiêu về cho nên cô chọc chỉ cái ta hào sẵn cho nên cô chọc ở chân cho nhiều bạn 4 x phẩy cồn pram này cô chạy nâng x từng đọ cho mùi nâng pram x phẩy cồn 4 bộ cho mùi nâng 10 hai ở trong phút bị bay này cô sẽ ở tới chia x đọ mũi bên từ xa tại mũi đọ x đọ mũi không nhỉ cho nên bây giờ trong sòng nó bây giờ trong cái đô vì mũi đọ x tới x đọ mũi cái dương chập sinh nhạc đọ gì cái ta cho nên cô chập sinh nhạc đọ nó càng nông mũi chó cho bây giờ chỉ này cô chập tới này cô bạn x bên này cô cực bồ vĩnh hay lệ mũi bên này cô cực đọ vĩnh tổng ởនេះគឺលើកជាការ៉េចឹងនៅពេលដែលទាំងអស់នឹងលើកជាការ៉េហ្នឹងគឺមានន័យថាគឺយើងអាចថាអវិជ្ជមានលើកជាការ៉េចឹងអវិជ្ជមានលើកជាការ៉េក៏ជាចំនួនវិជ្ជមានដែរចឹងអ្នកគ្រូអាចថានិយាយថាម្ដុំនេះគឺវាស្មើជាមួយនឹង x ដក1លើកជាការ៉េក៏បានដែរទៅពេលភាគយកនេះអ្នកគ្រូទុកទៅដែរសិនហើយយើងយកវាបច្ចេកវិទ្យាជាមួយគ្នាយើងយកភាគយករបស់យើងបច្ចេកវិទ្យាtrongភាគយករបស់យើងគឺ 4x ស្វ័យគុណ5ដកឲ្យ5 x ស្វ័យគុណ4បូក1យើងយកទៅចែកជាមួយនឹងប្រមុខធាគឺ x ដក1ចែកចឹង 4x គុណ5ចែកនឹង x បាន 4x ស្វ័យគុណ